អ្នកនិពន្ធជនខ្ពស់ថៃលោកប្រវិតរោចនៈព្រឹកបានតេស្តទានចំទៅលើជនជាតិរបស់ខ្លួនដែលចាញ់បោកការផ្សព្វផ្សាយរូបភាព AI คล้ายៗរឿងដែលថាលោកម៉ាក្រុងបានលុតជង្គង់ចំពោះមុខស្ដេចថៃបាទហើយរឿងទី2នោះគឺថាល្បិចថ្មីរបស់អ ுக ្រិតជនជួញដូរគ្រឿងញៀននៅក្នុងប្រទេសថៃពួកគេបានយកអាវសូត្រនិងកញ្ចប់កាហ្វេដើម្បីលាក់ហេរ៉ូអ៊ីនជាង24គីឡូក្រាមផ្ញើតាមបញ្ញាអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលីនិងកោះតៃវ៉ាន់សូមគោរពជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពរាប់អានស្វាគមន៍មកកាន់ Channel SR New KH នៅក្នុងវីដេអូនេះខ្ញុំមានរឿងពីរមកចែកជូនបងប្អូនប្រិយមិត្តសម្រាប់ថ្ងៃទី3ខែកក្កដាឆ្នាំ2026អ្នកនិពន្ធជាន់ខ្ពស់កាសែត90សុទ្ធរបស់ថៃបានសរសេរថាខ្ញុំមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់ដែលមនុស្សមួយចំនួននៅក្នុងប្រទេសថៃឆាប់ជឿទៅលើអ្វីៗគ្រប់យ៉ាងលឿនពេកបែបនេះសូមមេត្តាបញ្ឈប់ធ្វើសកម្មភាពទាំងឡាយណាដែលធ្វើឲ្យពិភពលោកមើលមកក្នុងសង្គមថៃដូចជារឿងកំ pl ែងសើចចំអកទៀតទៅខ្ញុំពិតជាអៀនខ្មាស់ណាស់នេះគឺជាការទម្លាយអារម្មណ៍និងតិចទៀនយ៉ាងចាក់ដោតពីសំណាក់លោកប្រវិតរោចនៈព្រឹកដែលជាអ្នកនិពន្ធជាន់ខ្ពស់នៃសារព័ត៌មាន90អង់គ្លេសនៅក្នុងទីក្រុងបាងកកជុំវិញករណីដែលរូបភាពបង្កើតដោយបញ្ញាសិប្បនិម្មិត AI បានបោកប្រាស់ប្រជាជនថៃរឿងនេះបានធ្លាក់ចុះដុនដាបដល់ថ្នាក់សារព័ត៌មានអន្តរជាតិ South China Morning Post បានរាយការណ៍ដោយដកស្រង់ប្រភពចេញពីទីភ្នាក់ងារសារព័ត៌មាន AFP អំពីរបៀបដែលក្រសួងការបរទេសថៃត្រូវចេញមកបដិសេធអះអាងថាមិនពិតនោះទេដែលប្រធានាធិបតីបារាំង Emmanuel Macron បានលុតជង្គង់នៅចំពោះមុខព្រះមហាក្សត្រថៃរាមាទី10ក្នុងកំឡុងពេលថ្វាយគ្រឿងឥស្សរិយយសទោះយ៉ាងណាក៏ដោយជនជាតិថៃដែលមាននិន្នាការជាតិនិយមជ្រុលមួយចំនួននៅតែបន្តកោតសរសើរលោកម៉ាក្រុងដដែលបន្ទាប់ពីត្រូវបានបោកប្រាស់ដោយរូបភាព AI ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមថៃដោយមានទំព័រ Facebook ដែលមានអ្នកតាមដានជាង2លាននាក់ជួយពង្រីកការផ្សព្វផ្សាយរូបភាពคล้ายៗនោះថែមទៀតលោកប្រវិតបានដាស់តឿនឲ្យសាកសម័យមើលថាតើជនបរទេសនឹងគិតយ៉ាងណានៅពេលដែលពួកគេបានអានរឿងរ៉ាវបែបនេះអំពីប្រទេសថៃបាទលោកប្រវិតបាននិយាយថាតើបរទេសនឹងគិតយ៉ាងណាចំពោះប្រជាជនថៃនៅពេលដែលបានឃើញសារព័ត៌មាន South China Morning Post បានចុះផ្សាយទៅក្នុងបញ្ហានេះយោងតាមព័ត៌មានលម្អិតពី South China Morning Post ព្រះមហាក្សត្រថៃមហាវជ្រាលង្កននិងព្រះរាជនីសូធីតាបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅប្រទេសបារាំងក្នុងសប្តាហ៍នេះដើម្បីប្រារព្ធខួបលើកទី170នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសថៃនិងប្រទេសបារាំងនេះគឺជាលើកដំបូងបំផុតដែលព្រះមហាក្សត្រថៃយាងទៅកាន់ប្រទេសបារាំងចាប់តាំងពីឆ្នាំ1960មកនៅក្នុងកំឡុងពេលពិភាក្សាអាហារពេលល្ងាចតាមផ្លូវរដ្ឋនៅឯវិមានប្រធានាធិបតីលោកម៉ាក្រុងគឺបានថ្វាយគ្រឿងឥស្សរិយយសលំដាប់ខ្ពស់បំផុតរបស់បារាំងគឺ Grand Cross of the Legion of Honor ដល់ព្រះមហាក្សត្រថៃដែលមានប្រជជន78ព្រះវស្សានិងបានថ្វាយគ្រឿងឥស្សរិយយស Grand Cross of the National Order of Merit ដល់ព្រះរាជនីសូធីតានេះបើយោងទៅតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃប៉ុន្តែអ្វីដែលជាបញ្ហាគឺរូបភាពមួយស្លឹកដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមអនឡាញរបស់ថៃបែរជាបង្ហាញរូបភាពនៅក្នុងន័យភូតកុហកថាលោកម៉ាក្រុងគឺបានលុតជង្គង់ចុះនៅក្នុងកំឡុងពេលថ្វាយគ្រឿងឥស្សរិយយសទាំងនោះទៅវិញតើស្ដេចថៃនឹងស្អីគេស្ដេចពាលថៃនឹងជាស្អីទៅដល់ថ្នាក់ដែលប្រធានាធិបតីបាទរបស់ប្រទេសបារាំងទាំងមូលលុតជង្គង់ចំពោះស្ដេចថៃនោះបាទរឿងចឹងអីកោតតែប្រជាជនថៃណោះបាទជឿទៅរួចដែរបាទនេះសូមបញ្ជាក់ថាប្រជាជនថៃនេះគឺងាយនឹងបោកប្រាស់ភូតកុហកបំផុតការបង្ហោះនៅលើបណ្ដាញសង្គមជាភាសាថៃមួយដែលបានបង្ហាញរូបភាពคล้ายៗនោះបានទទួលការចុច like ច្រើនជាង 40000 ដងនិងមានការចែករំលែកបន្តច្រើនជាង 2000 ដងយ៉ាងលឿនរហ័សអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺការបង្ហោះនោះត្រូវបានចែករំលែកបន្តដោយទំព័រ Facebook មួយដែលមានអ្នកតាមដានច្រើនជាង2លាននាក់ដែលទំព័រនេះជាញឹកញាប់គឺតែងតែផ្សាយមតិយោបល់គាំទ្រយោធានិងពួកជាតិនិយមបាទទោះបីជាព័ត៌មានមិនពិតក៏ដោយក៏ពួកគាំទ្រស្ដេចថៃនោះបាទបិទភ្នែកហើយចុច share បន្តដែរអ្នកបញ្ចេញមតិយោបល់នៅលើការបង្ហោះនោះបាននិយាយទាំងក្តុកក្តួលថាខ្ញុំពិតជាមានសេចក្តីរីករាយនិងរំភើប
យ៉ាងក្រៃលែងដែលប្រទេសបារាំងដែលជាប្រទេសអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនិងមានការអភិវឌ្ឍខ្លាំងឆ្ងាយជាងប្រទេសយើងនៅតែផ្ដល់សារៈសំខាន់ខ្លាំងបែបនេះមកលើប្រទេសរបស់យើងបាទនិយាយចេញមកថាក៏3សុទ្ធតែម្ដងបងប្អូនបាទចំណែកឯអ្នកបញ្ចេញមតិយោបល់ម្នាក់ទៀតបានពិពណ៌នាថាលោកម៉ាក្រុងគឺជាមនុស្សដែលមានមន្តស្នេហ៍ខ្លាំងណាស់លោកបានយកឈ្នះចិត្តប្រជាជនថៃទាំងស្រុងតាមរយៈសកម្មភាពនេះពួកគេនិយាយដូចនេះទាំងមិនបានដឹងតតែសោះថាខ្លួនកំពុងតែចាញ់បោកបច្ចេកវិទ្យា AI ដើម្បីទប់ស្កាត់ការយល់ច្រឡំកាន់តែខ្លាំងមន្ត្រីម្នាក់មកពីក្រសួងការបរទេសថៃបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថាมันមានភស្តុតាងណាមួយនៃរូបភាពដែលបង្ហាញថាលោកម៉ានូអែលម៉ាក្រុងបានលុតជង្គង់ថ្វាយគ្រឿងឥស្សរិយយសនោះទេបាទនេះហើយគឺការពិតនៃប្រជាជនថៃគឺងាយនឹងត្រូវបានគេបោកបញ្ឆោតខ្លាំងមែនទែនបាទប្រិមិត្តទស្សនិកជននេះគឺជាការឆ្លុះបញ្ចាំងដ៏ចាក់ដោតបំផុតពីអ្នកសារព័ត៌មានជាន់ខ្ពស់របស់ថៃលោកប្រវិតរោចនៈព្រឹកដែលបានសម្ដែងការខ្មាស់អៀនយ៉ាងខ្លាំងចំពោះជនជាតិរបស់ខ្លួនដែលចាញ់បោកបច្ចេកវិទ្យា AI រហូតធ្វើឲ្យសង្គមថៃคล้ายជារឿងកំប្លែងមួយសម្រាប់ការសោកចំអកនៅលើឆាកអន្តរជាតិតើប្រិមិត្តយល់យ៉ាងណាដែរចំពោះមតិរិះគន់ចំរបស់លោកប្រវិតមួយនេះបាទហើយរឿងរ៉ាវទី2នោះតាក់ទងទៅនឹងរឿងជួញដូរគ្រឿងញៀននៅក្នុងប្រទេសថៃល្បិចថ្មីរបស់អ ுக ្រិតជនជួញដូរគ្រឿងញៀនឆ្លងដែនគឺថាយកអាវសូត្រនិងកញ្ចប់កាហ្វេដើម្បីលាក់បាំងហេរ៉ូអ៊ីនជាង24គីឡូផ្ញើតាមបញ្ញើអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលីនិងកោះតៃវ៉ាន់អាវសូត្រត្រូវបានគេប្រើប្រាស់ដើម្បីលាក់ហេរ៉ូអ៊ីននៅក្នុងគម្រោងលបលួចផ្ញើកញ្ចប់បញ្ញើទៅបរទេសនេះបើយោងទៅតាមការចុះផ្សាយយ៉ាងក្តៅគគុកពីសារព័ត៌មាន90 English នៅថ្ងៃទី2 ខែកក្កដាឆ្នាំ2026នេះការិយាល័យគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន NOCB បានរឹបអូសសារធាតុហេរ៉ូអ៊ីនចំនួន 24.38 គីឡូក្រាមបន្ថែមទៀតដែលត្រូវបានលាក់ទុកយ៉ាងជិតស្លុបតែម្ដងនៅក្នុងសម្លៀកបំពាក់សូត្របាទសូត្ររបស់ថៃនោះឯងคล้ายជាកន្លែងផ្ទុកគ្រឿងញៀនកញ្ចប់កាហ្វេនិងអាវរងាត្រូវបានខ្ចប់ក្នុងកញ្ចប់បញ្ញើអន្តរជាតិតម្រង់គោលដៅឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលីនិងកោះតៃវ៉ាន់អគ្គលេខាធិការគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនលោកវរៈស្នេហ៍ត្រីសូរិយាបានមានប្រសាសន៍ថាខាងគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរួមជាមួយនឹងទីភ្នាក់ងារដៃគូបានជំរុញបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្ទាក់ចាប់សារធាតុញៀនដែលមានគោលដៅបញ្ជូនទៅកាន់ប្រទេសទី3ដោយគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ 24.38 គីឡូក្រាមនេះគឺត្រូវបានលាក់បាំងនៅក្នុងផលិតផលសិប្បកម្មក្នុងស្រុករួចហើយផ្ញើតាមប្រអប់បញ្ញើអន្តរជាតិចំនួន5ប្រអប់ប្រតិបត្តិការបំបែកខ្សែបណ្ដាញឆ្លងដែនដ៏ធំនេះបានឈានទៅដល់ការបង្ក្រាបជាបន្តបន្ទាប់តាមលំដាប់លំដោយដូចខាងក្រោមទី1បង្ក្រាបជំហានដំបូងនៅទីក្រុងបាងកកថ្ងៃទី30 ខែមិថុនាឆ្នាំ2026មន្ត្រីជំនាញបានរកឃើញនិងស្ទាក់ចាប់កញ្ចប់បញ្ញើចំនួន2ប្រអប់នៅក្នុងទីក្រុងបាងកកដោយបានរកឃើញហេរ៉ូអ៊ីនចំនួន 8.17 គីឡូក្រាមលាក់នៅក្នុងផលិតផលក្នុងស្រុកមានគោលដៅបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលីបាទប្រទេសថៃនេះគេថាជាសម្បុកគ្រឿងញៀនតែម្ដងបងប្អូនទី2ស្រាវជ្រាវដល់ប្រភពដើមនៅក្នុងខេត្តលើយក្រុមអ្នកស៊ើបអង្កេតបានតាមដានខ្សែញាក់រហូតដល់ហាងទទួលផ្ញើទំនិញមួយកន្លែងនៅក្នុងខេត្តលើយហើយបានរកឃើញថាកញ្ចប់បញ្ញើចំនួន3ប្រអប់ទៀតដែលមានលក្ខណៈប្រហាក់គ្នាត្រូវបានបញ្ជូនរួចជាស្រេចទៅកាន់ទីតាំងក្នុងទីក្រុងបាងកកដែលនាំឲ្យមានការបើកប្រតិបត្តិការឆ្មក់បង្ក្រាបភ្លាមទី3ឆ្មក់ឆៃឆេនៅទីតាំងខណ្ឌបាងកាពីនៅថ្ងៃទី1 ខែកក្កដាឆ្នាំ2026មន្ត្រីថៃបានរឹបអូសកញ្ចប់បញ្ញើចំនួន2ប្រអប់មានផ្ទុកហេរ៉ូអ៊ីនទម្ងន់ 6.23 គីឡូក្រាមលាក់បង្កប់យ៉ាងជិតស្លុបតែម្ដងនៅក្នុងសម្លៀកបំពាក់សូត្រដែលមានគោលដៅផ្ញើទៅកាន់កោះតៃវ៉ាន់ទី4ឆ្មក់ឆៃឆេនៅទីតាំងផ្លូវវាងណាមខណ្ឌរាយធាវីមន្ត្រីបានរកឃើញហេរ៉ូអ៊ីនចំនួន 9.98 គីឡូក្រាមបន្ថែមទៀតលាក់នៅក្នុងកញ្ចប់កាហ្វេនិងអាវរងាដែលមានគោលដៅប្រុងផ្ញើទៅកាន់ប្រទេសអូស្ត្រាលីការស៊ើបអង្កេតបន្ថែមបានរកឃើញថាបុគ្គលដែលបញ្ជាការដឹកនាំជញ្ជូនទំនិញទៅប្រទេសអូស្ត្រាលីគឺជាជនជាតិថៃម្នាក់ដែលកំពុងត្រូវបានចាប់ខ្លួនក្រោមនៃការចាប់ខ្លួននៅក្នុងខេត្តតាបាទគេថាមេដឹកជញ្ជូនទំនិញគឺជាជនជាតិថៃដែលត្រូវបានអាជ្ញាធរតាមចាប់ខ្លួន
ដែលបុគ្គលរូបនោះត្រូវបានគេចោទប្រកាន់ថាបានចេញការណែនាំបញ្ជានៅក្នុងពេលដែលស្នាក់នៅក្នុងប្រទេសអូស្ត្រាលីនៅថ្ងៃទី2ខែកក្កដាឆ្នាំ2026មន្ត្រីជំនាញថៃបានឆែកឆេរទីតាំងចំនួន3កន្លែងនៅក្នុងខេត្តលុយនិងខេត្តនគរផាណុំដែលមានពាក់ព័ន្ធទៅនឹងការបញ្ជូនកញ្ចប់បញ្ញើនិងគណនីធនាគារដែលត្រូវបានប្រើប្រាស់ដើម្បីទទួលប្រាក់ឈ្នួលដឹកជញ្ជូនអ្នកដែលពាក់ព័ន្ធនៅក្នុងការផ្ញើកញ្ចប់បញ្ញើទាំងនោះបានប្រាប់អ្នកស៊ើបអង្កេតថាពួកគេបានយកទំនិញមកប្រគល់ចំនួន2លើករួចមកហើយរួមជាមួយនឹងស្ត្រីជាប្រពន្ធជនជាតិឡាវរបស់បុរសខាងលើពួកគេបាននិយាយថាពួកគេបានទៅទទួលយកកញ្ចប់បញ្ញើអីវ៉ាន់ទាំងនោះពីបុរសជនជាតិឡាវម្នាក់ខណៈដែលការទូទាត់ប្រាក់សម្រាប់ការដឹកជញ្ជូនគឺត្រូវបានផ្ទេរចូលទៅក្នុងគណនីធនាគាររបស់ស្ត្រីជាប្រពន្ធលោកវីរៈសេនីត្រីសុរិយាបានមានប្រសាសន៍ថាភូមិសាស្ត្រគៀកចិត្តរបស់ប្រទេសថៃទៅនឹងតំបន់ត្រីកោណមាសដែលជាតំបន់ផលិតកម្មដ៏ធំសម្រាប់គ្រឿងញៀនមេតាហ្វេតាមីនយ៉ាម៉ាតកកហេរ៉ូអ៊ីននិងថ្នាំកេតាមីនរួមទាំងទូនាទីរបស់ថៃជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់ដែលមានបណ្ដាញផ្លូវគោកផ្លូវអាកាសផ្លូវសមុទ្រនិងប្រព័ន្ធបញ្ញើអន្តរជាតិយ៉ាងទូលំទូលាយបានធ្វើឲ្យកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងទីភ្នាក់ងារនៅក្នុងស្រុកនិងអន្តរជាតិគឺជារឿងដែលមិនអាចខ្វះបាននៅក្នុងការកាត់ផ្តាច់និងការបង្អាក់ការជួញដូរគ្រឿងញៀននៅគ្រប់កម្រិតបាទយើងគិតថាតំបន់ត្រីកោណមាសហ្នឹងគឺជាតំបន់ផលិតគ្រឿងញៀនតែម្ដងបាទហើយប្រទេសថៃគឺជាមជ្ឈមណ្ឌលចែកចាយដឹកជញ្ជូនគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលីក៏ដូចជាកោះតៃវ៉ាន់បាទប្រិយមិត្តទស្សនិកជននេះគឺជាល្បិចកលចុងក្រោយរបស់ក្រុមអ ុក្រិដ្ឋជនជួញដូរគ្រឿងញៀនដែលបានយកអាវសូត្រនិងកញ្ចប់កាហ្វេធ្វើជាឧបករណ៍បិទបាំងសម្រាប់ការរត់ពន្ធគ្រឿងញៀនឆ្លងដែនទៅក្រៅប្រទេសតើប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះអ ុក្រិដ្ឋជនដែលបានប្រើប្រាស់ប្រព័ន្ធបញ្ញើអន្តរជាតិដើម្បីជួញដូរគ្រឿងញៀននៅក្នុងយុគសម័យនេះសូមកុំភ្លេចចុច like share និង comment ដើម្បីបញ្ចេញមតិយោបល់និងតាមដានព័ត៌មានទាន់ហេតុការណ៍ជារៀងរាល់ថ្ងៃ